ពេលនោះមកដើម្បីសម្រេចក្តីសុបិនរបស់គាត់នៅជប៉ុនរបស់គាត់បានចូលប្រឡូកក្នុងការប្រើប្រាស់មនុស្សនិងខ្មោចចុងប៊ីដើម្បីធ្វើការស្រាវជ្រាវជាភាសាខុសច្បាប់រហូតដល់មានសុខភាពខុសប្រក្រតីទីបំផុតគាត់បានបណ្តេញចេញពីសាលាហើយសាលាថែមទាំងបជាស្វែងរកនិងចាត់គាត់ទៀតផងសួស្តីសួស្តីថ្មីសែវប្រឡងចប់ហើយតានិយាយពីអ្វីទៅក្មេងកំពីរត្រូវវិជ្ជបណ្ឌិតខ្វិនយកមកចិញ្ចឹមឥឡូវនេះខ្លាចជាប្រធានស្ដីទីហើយតើត្រូវការឧបករណ៍អ្វីខ្លះខ្ញុំទៅយកវត្ថុបន្ថែមល្អមួយទៀតល្អបំផុតគឺសាត្រូវប្រយុទ្ធហើយចុះសើអ្នកនេះវិញអ្នកស្គុកធូកំពុងប្រចាំមែនម៉ាសូវីអ្នកខុសគ្នាអ្នកច្រឡំហើយគាត់មិនមែនសុខពីទេគ្រាន់តែពាក់ម៉ាស់សូវីប៉ុណ្ណោះអ្នកគិតថាខ្ញុំរងមែនទេឬប្តីរបស់អ្នកនៅលើជង្គង់នេះច្បាស់ជាសូវីខ្ញុំមិនខកអ្នកទេខ្ញុំទៅតែឃើញមុខគាត់ផ្ទាល់ពិតមែនបានហើយជឿអ្នកចោះជាត្រូវការវត្តអ្វីខ្លះរាល់ពេលធ្វើបេសកកម្មខ្ញុំតែងតែទៅទ្វារបើសិនបើខ្ញុំមានសម្លៀកពាក់មួយដែលងាយរហ័យវាល្អណាស់តើតម្រូវការនេះជាអ្វីខ្ញុំយល់ហើយម្នាក់ចង់មានអាវុធច្រើនជាប់ខ្លួនហើយម្នាក់ទៀតចង់ត្រឡប់មកផ្ទះដោយគ្មានសម្លៀកបំពាក់ចាំមើលថាមានរឿងអ្វីយ៉ាងណាគាត់ខ្លាំងណាស់ពេលខ្ញុំរត់ចូលទៅវិញទល់មុខងឹតភ្នែកហើយម្ដង1វិនាទីផងគាត់បានចាប់ខ្ញុំហើយចាំជួលទៅលើបង្គោលទូរស័ព្ទអត់ទៅហើយអូលោកវិធានអ្នកចាញ់មែនទេខ្ញុំមានអារម្មណ៍ថាប្រធានរបស់យើងប្រហែលមិនមែនជាគូប្រជែងរបស់គាត់ទេគួរចាប់អារម្មណ៍ណាស់